ok ta ở đây chập đam nè sầm nang và số đây chẳng thấy đấy cứ bóng bóng sầm nang con mò bằng hai cái to năng merin là trong đặt hàng lươn đi hỏi bóng ôm mơ tụi họ như này nó tả lời sầm nang còn án hỏi còn bọ trái hỏi trong chui và thay ok tả lời sầm nang chập đam my playground fun my playground fun แต่ fun นั่นคือสบายดีๆนะเนี่ยแต่ fun นั่นคือสบายดีๆโอเคอ่ะแล้วลูกตีมวยนี่ลูกตีมวยได้ไปเอาคนอ่านตักอ่านเบอร์พี่ในขนมนั้นเมียนพี่ท้า ladder yeah ladder นั่นปลายท้าจนตาโอเคนี่ลูกคลิปขมิ้นก็กงแต่ลายจนตาเนี่ยนะโอเคตาเลยขมิ้นก็ลายจนตายังองเลยทำไม I climb up the ladder yeah I climb up the ladder นะ I climb up the ladder จังไปในท้า ย่อมล้างจนตา yeah ย้อมล้างจนตาโอเคตาแล้วยังโจดอรูปเพียบตีปีนี่รูปเพียบตีปียังเคยเนี่ยในรีมันนี่ก็คงเธอไอ้ ตอดบ่า កំពុងទាត់បាល់អូខេអញ្ចឹងទាត់អង់គ្លេសគេថាម៉េច kick Yeah kick spell K I C K kick ណា K I C K kick Yeah kick ឥឡូវបើសិនថាខ្ញុំទាត់បាល់តើឥឡូវអង់គ្លេសថាម៉េច I kick the ball អូខេ I kick the ball អញ្ចឹងយើងឃើញក្មេងស្រីម្នាក់នេះកំពុងទាត់បាល់អញ្ចឹងណាអញ្ចឹងបើសិនបើជាក្មេងស្រីវិញយើងដាក់ថា girl ទៅហ៎ the girl ឬក៏ the boy kick the ball អញ្ចឹងទៅបើក្មេងប្រុស boy បើក្មេងស្រី girl yeah ហើយបើសិនបើយើងផ្ទាល់ I kick the ball បើសិនបើក្មេងប្រុសផ្សេងអញ្ចឹងទៅយើងដាក់ថា the boy kick the ball the girl kick the ball អញ្ចឹងបើសិនបើប៉ាយើងដាក់ថា daddy kick the ball mommy kick the ball yeah អញ្ចឹងបើសិនបើណាផ្សេងទៀតយើងដាក់តាមនឹងមកអូខេឥឡូវយើងមើលរូបភាពទី3ណារូបភាពទី3នេះគឺរូបភាពទី3រូបភាពទី3គឺបង្ហាញអំពីក្មេងគាត់កំពុងតែវាអូខេអញ្ចឹងវាអង់គ្លេសថាម៉េច crawl yeah crawl ហ្នឹងគឺវាអញ្ចឹងបើសិនបើប៉ាថាbaby ហ្នឹងគាត់អាចវាបានអញ្ចឹងអង់គ្លេសថាម៉េច the baby can crawl yeah the baby can crawl ក្មេងហ្នឹងបានន័យថាក្មេងហ្នឹងគាត់អាចវាបានបាទពាក្យថា crawl ហ្នឹងប្រែថាវាឥឡូវយើងចូលរូបទី4ណាគេរូបទី4នេះរូបទី4គឺអីគេរូបនេះរូបហ្នឹងគឺគេហៅថា yeah ធូបនៅក្នុងនេះគឺធូបខ្លះគឺប្រើពី plastic tube ឬក៏ water tube អញ្ចឹងបាន water tube ទៅយកទឹកអូខេបាទហ្នឹងហើយដល់ពេល tube នៅក្នុងនេះគឺសំដៅទៅលើអាបំពង់ធំដែលក្មេងគាត់ចូលវាលេងនៅក្នុងហ្នឹងណាបាទអញ្ចឹងគេហៅថា tube ដូចគ្នានេះជាពងជាទៅយកធំហ្នឹង tube អូខេឥឡូវ tube នៅក្នុងនេះគឺបញ្ជាក់អំពីរបស់ដែលក្មេងគាត់វាលេងទៅមកនៅក្នុងហ្នឹងមែនទេអរណាអូខេឥឡូវបើសិនបើប៉ាថាវាកាត់តាមទៅយោនេះឧទាហរណ៍ថាក្មេងៗទាំងអស់នេះគាត់វាកាត់តាមទៅយោគាត់វាពីនេះឆ្លងកាត់មកនេះវាកាត់វាបានន័យថាវាឆ្លងកាត់ទៅយោអង់គ្លេសថាម៉េចវាឆ្លងកាត់ទៅយោ cross through the tube យ៉ាបានន័យថា cross through the tube អញ្ចឹងវាកាត់ទៅយោណាវាកាត់តាមទៅយោអញ្ចឹងបើសិនបើក្មេងប្រុសវាកាត់តាមទៅយោអញ្ចឹងយើងដាក់ថា the boy ណា the boy cross through the tube ឬក៏យើងដាក់ថាthe baby crawl through the tube ណាបាទ baby គាត់វាកាត់ទៅយោក្មេងប្រុសវាកាត់ទៅយោឬក៏ the girl crawl through the tube ក្មេងស្រីវាកាត់ទៅយោហ្នឹងណាយកកាត់ទៅយោនេះណាអូខេអាហ្នឹងហើយណាហើយអូខេឥឡូវយើងមើលរូបភាពទី5រូបភាពទី5បង្ហាញអំពី merry go round នេះបងប្អូនរូបភាពនេះរូបភាពហ្នឹងគេហៅ merry go round យើងចាំទាំងអស់គ្នានៅពេលដែលយើងទៅ playground យើងឃើញរូបភាពហ្នឹងរូបភាពដែលគេជិះវិលជុំវិញហ្នឹងអានេះគេហៅថា merry go round ណាអូខេអញ្ចឹងបើសិនបើប៉ាចង់និយាយថាយើងទៅជិះនៅលើកត្រកជុំវិញ merry go round អញ្ចឹងអង់គ្លេសយើងថាម៉េចសំណាដូចជា go around and around on the merry go round yes យើងថា go around and around